សារព័ត៌មាននោះណាបានទទួលព័ត៌មានពីអ៊ីឡូចាប់ភួយនៅភូមិព្រៃតឹងថាមានបុរសម្នាក់មានឈ្មោះថាធីរុនឡើងលើដើមស្វាយប្រុងធ្វើអត្តឃាតខ្លួនឯងចង់ដល់ព័ត៌មានលម្អិតយ៉ាងណាទៅសម្ភារលពូម្នាក់ជាមួយនឹងខ្ញុំហើយជម្រាបសួរលពូតើលពូដឹងទេថាបុរសម្នាក់កំពុងធ្វើអ្វីដែរបាទនិយាយមកអូបាំម្លេអូបាទលពូជំនាញថាបុរសម្នាក់នេះបានទៅលេងស្រុកជាអ្នកស្រាកេជាច្រើនកេះមែនទេលពូតាមខ្ញុំទទួលបានព័ត៌មានពីអ៊ីឡូចាប់ភួយនៅតាមភូមិព្រៃតឹងថាដៃគូរបស់វានេះគឺជាបងប្អូនភ្លោះនឹងគ្នាទៀតផងថាមួយឈ្មោះចំណាត់ថាមួយទៀតឈ្មោះចំណាំទៅទិញស្រាកេម្ដងតែញ៉ាយកូនកំមុំគេមែនទេលពូថាជាពិសេសនោះតែលួចមើលកូនកំមុំគេងូតទឹកបាំម្លេគ្រូដែលសំខាន់ក្មួយទទួលបានព័ត៌មានពីតាអាចារ្យវត្តថាបីនាក់នោះពួកវាតែលួចមកលួចទៀតរបស់អ្នកភូមិហើយជាពិសេសលួចមេកូននិងមេជ្រូកយកទៅបវាស់ខ្លួនឯងទីមែនលពូបាំម្លេអូខេប្រិមិត្តជាទីស្រឡាញ់យើងទទួលបានព័ត៌មានជាច្រើនពីលពូម្នាក់នេះទៅហើយដូច្នេះពួកយើងទៅផ្ដិតយករូបភាពផ្ទាល់ពីជនរងគ្រោះតែម្ដងតោះហងដាក់តិចអាហងតិចក៏បាទតិចកំលោតអូយជួយខំជួយម៉ាក់អូយជួយខ្ញុំផងពូចូលកំលោតចូលអីគេពូខ្ញុំមានបានលោតណាហើយចោលបកាច់អីឡើងធ្វើអីខ្ញុំថាឡើងមកបេះស្វាយពូតែពួកអាំងក្រុងមកជីវិតវាមិនខំខ្ញុំអូគៀបឈឺឡើងពេញខ្លួនហើយពូក្រុមសារព័ត៌មាននរណាសុំលំអនកាយសុំជម្រាបសួរស្រីអាយ៉ាអៃដលខ្ញុំច្បាស់សុំសង្ខេបប្រវត្តិរបស់អ្នកក្លាហានទាំងពីរអ្នកកាត់សម្ដែងពីឈ្មោះថាកុយអ្នកកាត់ទ្រូដាក់ត្រីឈ្មោះថាជីរបស់អ្នកកាត់សម្ដែងពីដើមឡើយគេជាអ្នកកាត់ដកពីរដោយសារតែប៉ូលីសចាប់ច្រើនពេកក៏គេបដូរមុខរបស់មកកាត់សម្ដែងវិញហើយគេឆ្លាប់បាត់បងខ្លាចចំនួន5ក្បាលនៅក្នុងទឹកបងត្រីឆ្លាប់ចំនួន7ក្បាលនៅលើគោហើយសូម្បីតែដុំរែកក៏មិនហ៊ានក្អកជាមួយនឹងគេដែរហើយងាកមកជើងស្ទាយរបស់យើងវិញគ្មានចេះស្អីសោះគេគឺជាកូនសិស្សរបស់លោកគ្រូតិនហ្វីវ៉ាវអូ my god កូនសិស្សរបស់លោកគ្រូតិនហ្វីជួយផងជួយបងយ៉ាប់មែនអាចចេះធ្វើភ្លឺអាយ៉ាប្រសានមកកាត់សក់សូមគោរពជំរាបសួរបងកាត់មកដល់ព្រៃសមួយបងហើយអាគុកណាចង់កាត់អូនអាច្បាប់នេះបងបាទបងមើលក្បាលឆ្កែបងណាបងណាបងជូតពោកាត់សក់នេះជោគជ័យណាបងបញ្ញាំតិចសង្សារវាចាំដឹងហើយណាបាទណាបងណាងាកមុខមកតាមបងតិចអ្នកមើលផ្លោកធំអើមិនអនុវិញខ្លីអញ្ចឹងអានោះវិកគេវៃហេមិនបានជាអ្នកមើលស្លាញ់គេម្នាក់ឯងចឹងវៃតាបងកាន់តិចទេជិតដល់ថ្ងៃឆ្លងឆ្នាំហើយអ្នកមើលមានសង្សារកាន់ដៃទៅដឹងវៃអូនណាបងស្លាញ់អូនអូខេអូនហើយអូតាមអូនមុតនេះណាបងណាពេញចិត្តឬនៅប៉ុណ្ណឹងណាបងណាបងអាចជួយវាមកកាត់សក់ឬមកដេកមានណាបងម៉ូតសក់នេះស្អាតដល់បងខ្ញុំចូលចិត្តបាទអរគុណច្រើនបងដែលបានគ្រប់ត្រូល